ចាខ្ញុំឈ្មោះវីតានៅឆ្នាំទី2ដែរហើយអាយ៉ាឈ្មោះគួរឲ្យស្រឡាញ់ទៅហើយឯមនុស្សនៅគួរឲ្យស្រឡាញ់ថែមទៀតផងប៉ិតមែនទេបង បងនិយាយមកបែបនេះខ្ញុំអៀនស្លាប់ហើយនេះបងសម្ដីផ្អែមដាក់ស្រីស្រីគ្រប់គ្នាទេដឹងមានណាបងផ្អែមដាក់តែអ្នកបងស្រឡាញ់តែប៉ុណ្ណោះទេអញហើយចាស់សក្តាវិញនោះបងមិនបានស្រឡាញ់តាំងពីដើមមកម្លេះសក្តាត្រឹមជារបស់លេងបំបត្តិអបសុកបងតែប៉ុណ្ណោះតែយើងនៅជាមួយគ្នាតែពីរអ្នកបែបនេះកុំទៅនិយាយពីអ្នកដតីអីល្អជាងណាពេលនេះនៅក្នុងបេះដូងបងគឺមានតែអូនវីតាតែម្នាក់គុណសង្ស័យតានេះវាលេងមែនតើណាយដាក់ទុនលុតជង្គង់យ៉ាងនេះនោះអូនវីតាក្មេងល្អរបស់បងត្រូវគ្នាជាមួយបងវិញចុះណាបងដឹងខុសហើយបងសន្យាថាបងនឹងត្រឡប់មកធ្វើជាមនុស្សល្អវិញស្រឡាញ់តែអូនម្នាក់ប៉ុណ្ណោះនៅមហាវិទ្យាល័យមួយកន្លែងមានសិស្ស2នាក់កំពុងតែនិយាយខ្សឹបខ្សៀវគ្នាពីរឿងមួយដែលបានកើតឡើងកាលពីយប់មិញណែវីតាឯងមានដឹងរឿងអាស្រូវនាងសក្តាហើយណីវិធីឯងនេះតើមានរឿងអីដែរទេយើងលើមកថាមិត្តភក្តិមួយក្រុមនឹងបែកបាក់គ្នាបាត់ហើយដោយសារតែរឿងប្រុសម្នាក់គត់តែម្ដងហើយនេះហេតុអីដដើមគ្នាមិនដែរឬយ៉ាងម៉េចវាធ្ងន់ជាងនឹងទៅទៀតណាមិនគិតថាមិត្តភក្តិចិត្តដិតនឹងគ្នាសោះធ្វើដាក់គ្នាដល់ថ្នាក់នឹងទៅកើតឯងអើយហើយឯងនេះនិយាយអស់កាឡាតប៉ែពិតមែនល្មមចោះសាច់រឿងបានហើយណីសោសាប់ច្រើនមែនឯងនេះបើឯងនៅមិនតាន់ប្រាប់ទៀតនោះយើងទៅដល់តុកធំចេញសិនហើយនេះត្រមមកយូរហើយវ៉ៃហើយតែចង់ស៊ីត្រែនេះតាបានជាចេះតែត្រមទៅនោះគឺសក្តាទៅធ្វើមិនក៏មិនដឹងដែរឯងសក់បែកជាតិទៅថាប់សង្សារលីហួងធ្វើមិនដឹងលីហួងណាវាចាប់បាននៅនឹងកន្លែងក្នុងបន្ទប់ទឹកនៅឯក្លឹបយប់មិញនេះឯងសង្ស័យតែគេស្វឹងហើយមកឃើញសក្តាថាជាលីហួងទេដឹងឯងបើវាត្រឹមតែប៉ុណ្្នឹងវាក៏ល្អហើយតែប៉ុន្តែក្រោយពីលីហួងចាប់បានណាពីរនាក់នោះប្រកាសតាកតងគ្នាតែម្ដងហើយវើយសន្និដ្ឋានថាលួចតាកតងគ្នាយូរណាស់ហើយយើងនេះណាអាណិតតែលីហួងទេដែលត្រូវមិត្តភក្តិចិត្តដិនដណ្ដើមសង្សារនៅចំពោះមុខតែម្ដងហើយមិនតែប៉ុណ្ណោះទេណាសក្តានេះលីហួងជួយវាមិនចេះតិចទេឯងអើយយើងដូចធ្លាប់លើមកថាលីហួងជួយចេញថ្លៃស្លាឲ្យទៀតផងនេះមិនមែនតែប៉ុណ្្នឹងទេលីហួងវាមានណាស់មែនអន់វាចូលចិត្តចេញលុយឲ្យមិត្តភក្តិណាលើកមុនលើមកថាប៉ាសក្តាចូលពេនលីហួងនេះលឺអញ្ចឹងភ្លាមវាក៏ចេញថ្លៃពេទ្យឲ្យទៀតផងនេះចង់បានអីលីហួងទិញឲ្យតែទាំងអស់សម្លៀកបំពាក់កាបូបប្រេនណែមវាចែកឲ្យផងទិញថ្មីឲ្យផងបើនិយាយទៅគ្រប់សັບតែម្ដងហើយអូលីហួងនេះក៏អាណិតខ្លាំងណាស់ដល់ចិញ្ចឹមពោះវៃក្បែរខ្លួនអញ្ចឹងសួស្ដីឯងនេះមានរឿងអីដែរទេកំពុងនិយាយដាំយើងមែនទេហ្នឹងមានអីណាគ្រាន់តែគ្នានិយាយថាយើងអាណិតឯងនឹងណាឲ្យធ្វើយ៉ាងម៉េចបានទេមនុស្សវាអាក្រក់ទោះយើងចិញ្ចឹមវាល្អខ្លាំងប៉ុណ្ណាក៏វានៅតែអាក្រក់ដដែលនឹងខ្ញុំបាច់ទឹកបាច់មិនបាត់ទៅហើយលីហួងស្ងប់អារម្មណ៍សិនតែនេះយើងទាំងស្ដាយក្រោយហើយឈឺចិត្តជាទីបំផុតហើយនេះត្រូវអ្នកដែលយើងស្រឡាញ់ទាំងពីរនេះមកធ្វើដាក់យើងបែបនេះដូចជាយើងនេះវាល្ងងដែលត្រូវពួកវាពាក់ស្នែងឲ្យអញ្ចឹងតែយើងជឿថាអាអ្នកដែលវាធ្វើបែបនេះបានវាតាក់ទងគ្នាមិនបានយូរឡើយវាបំផ្លាញអ្នកដតីហើយវាមិននឹងអាចមានក្តីសុខបានទេអញ្ចឹងឯងគេធ្វើយ៉ាងម៉េចបន្តទៀតយើងចង់ផ្ដល់មេរៀនឲ្យពួកវាថាការដែលធ្វើបែបនេះថាតើវាមានអារម្មណ៍ឈឺចាប់កម្រិតណាមែនហើយវីតាឯងជួយយើងបន្តិចមកណាយើងមានកម្រោមមួយដែរតាអានេះឆាប់ហើយយើងនេះទៅតាក់ទងអីដែរទេយើងជួយឯងបានយ៉ាងម៉េចទេនេះឯងឈួតទេដឹងអីឯងស្ដាប់យើងសិនមើលយើងនេះចង់ឲ្យឯងជួយដណ្ដើមបង្លងចេញពីសក្តាមកវិញនឹងណាអូយឡាប់សតិទេយើងមិនលេងចោលទេវ៉ៃនេះលីហួងកុំថាតែយើងនិយាយច្រើនអីនេះអាប្រោអក្រក់បែបនោះឯងចង់បានមកវិញធ្វើអីទេវាធ្វើដល់ឯងដល់ថ្នាក់នេះហើយនឹងមិនមែនអញ្ចឹងនោះទេយើងដឹងថារឿងបែបនេះតាក់ដៃតែម្ខាងវាមិនលឺឡើយទោះបីសក្តាចរិតវាមិនល្អពិតមែនតែយើងជឿថាវានេះត្រូវបង្លងបោកជាមិនខានឡើយហ៊ានតែបានខូចខ្លួនឲ្យគេមើលគេគង់តែទាត់ក្បាលចាំមិនខានយើងក៏ដឹងពីចរិតបង្លងល្មមគួរសមដែរគាត់នេះណាសាវ៉ាមិនស្ទើរនោះទេសក្តាវាមិនសូវមានលុយផងបង្លងទិញនេះទិញនោះឲ្យតែបន្តិចនោះវាលងបាក់ខ្លួនបាត់ទៅហើយបានន័យថាឯងនេះនៅបារម្ភពីសក្តាទៀតមែនទេតាំងពីស្គាល់គ្នាមកសក្តាវាជាមនុស្សល្អតែសង្ស័យតែវាភ្លៀងផ្្លាត់អ្វីទេដឹងយើងក៏មិនដឹងដូចគ្នាដែរណាយើងចង់ផ្ដល់ឱកាសឲ្យគេម្ដងទៀតបើគេដឹងថាប្រុសម្នាក់នោះចង្រៃខ្លាំងគេអាចនឹងគិតបានក៏ថាដែរណាពេលវីតាបានស្ដាប់ហេតុផលលីហួងរួចហើយក៏យល់ដល់សេចក្តីស្រឡាញ់ដែលលីហួងមានចំពោះសក្តាតែម្ដងទើបវីតាឆ្លើយយល់ព្រមជួយលីហួងតាមសម្រួលទៅម្យ៉ាងទៀតវីតានៅគិតថាជាការជួយមនុស្សស្រីដូចគ្នាផងដែរ
ហើយចុះលុយក្នុងកាបូបឯងនេះមានច្រើនឬក៏អត់ហ្នឹងយើងខ្លាចតែវាបាត់មែនយើងស្ដាយចំនួនហ្នឹងណាមិននឹងបាត់កាត់ទេបាននៅឈរសម្លឹងនៅទីនេះសោះប៉ុន្តែវាមិនច្រើនទេយើងយកលុយនឹងឯកសារសំខាន់ចេញមកអស់ហើយនៅពេលណាបានមកដល់ទេចាប់ដើមឃ្លានហើយនេះសង្ស័យតិចទៀតទេដឹងបែបកំពុងតែដើរមកហើយព្រោះថាលីហួងប្រាប់មកថារៀនចប់ហើយអេនេះជាកាបូបលុយអ្នកណាគេអញ្ចេះអត់ទៅផងជួនអីខ្ញុំបានធ្វើបាត់កាបូបលុយមិនច្បាស់ថាបងមានបានឃើញកាបូបលុយខ្ញុំដែរទេជាអាមួយនេះដែរទេជួនអីបងឃើញវាជ្រុះនៅក្បែរទ្វារឡានបងត្រែហើយកបោមួយនេះឯងសប្បាយចិត្តដល់ហើយនេះខ្ញុំស្មានថាវាបាត់ទៅហើយតែសុំតផងមិនអីទេហើយចុះអូនឈ្មោះអីដែរចាខ្ញុំឈ្មោះវីតានៅឆ្នាំទី2ដែរហើយអាយ៉ាឈ្មោះគួរឲ្យស្រឡាញ់ទៅហើយឯមនុស្សនៅគួរឲ្យស្រឡាញ់ថែមទៀតផងប៉ិតមែនទេបងបងនិយាយមកបែបនេះខ្ញុំអៀនស្លាប់ហើយនេះបងសម្ដីផ្អែមដាក់ស្រីគ្រប់គ្នាទៅដឹងមានណាបងផ្អែមដាក់តែអ្នកបងស្រឡាញ់តែប៉ុណ្ណោះទេបើសិនជាបងសុំ Facebook អូនវីតាតើមានបញ្ហាអីដែរទេបងឈ្មោះដាឡុងមានអីបងបានតែអរគុណច្រើនណាអញ្ចឹងខ្ញុំសុំទៅសិនហើយនេះបាយបងបាយអូនសង្ឃឹមថាយើងបានជួបគ្នាឱកាសក្រោយទៀតចុះណាចាំឆ្លើយឆាតបងផងណាដឹងនៅបាននិយាយទៅណាបងឡុងនេះគាត់សង្ហាពិតមែនតែឯងអញ្ចឹងតើបានជាមិត្តទ្រោះមិត្តបានបងគាត់ទាំងសង្ហាទាំងមានជិះឡានស្ពណ៌លយ brand name ពេញខ្លួនតើអ្នកណាដែលគេមិនចង់បានទេបាញ់មិញនេះណាយើងឃើញកសែភ្នែកដែលបងឡុងគាត់មើលមកឯងនោះសឹងតែចង់លេបឯងចូលទៅក្នុងពួកបាត់ហើយតាយើងថាបើគាត់លេបបានណាគាត់បែបលេបឯងចូលមែនតាហើយភ្នែកឯងនេះណាមើលគាត់សតុនអើយសែនសតុនណែឯងមិនដឹងអីក៏បិទមកតែចិត្តទេយើងគ្រាន់តែសម្ដែងទេវ៉ៃពេលដែលយើងនឹកពីអាកសែភ្នែកបងឡុងមុននោះនេះអូយយើងព្រឺសម្បុរខ្ញាក់ហើយនេះនិយាយមិនតាន់ផុតពីមាត់ផងឯងមើលចាស់ពិតមែនតាសង្ស័យតែឯងខ្លាចមែនតើហើយនេះតើឯងយើងឃ្លានហើយណាទៅរកឯងញ៉ាំល្អជាងបុកលហុងស្លាប់មាន់អាំងយ៉ាងមិនដែរល្អអត់តែយើងពេលដាឡុងនិងវីតានិយាយគ្នាបានមួយរយៈទាំងពីរនាក់ក៏បានណាត់ជួបគ្នាញ៉ាំបាយមើលកុនរីឯដាឡុងក៏លងស្រឡាញ់វីតាពេញទំហឹងរហូតវីតាចង្អុលឆ្វេងទៅឆ្វេងចង្អុលស្ដាំទៅស្ដាំបានតែម្ដងរួចដាឡុងក៏ចាប់ផ្ដើមដកខ្លួនចេញពីសក្តាទៅពេលណាទៅវីតាព្រមទៅខុនដូបងដែរនេះខ្ញុំទៅបានយ៉ាងម៉េចទេបើបងឡុងមិនមែនមានតែខ្ញុំម្នាក់ផងហ្នឹងវីតាយកអីមកនិយាយហ្នឹងបងនេះស្រឡាញ់តែវីតាតែម្នាក់ទេណាចាស់សក្តាវិញនោះបងតាក់តងសក្តាមុនខ្ញុំទៀតឯណាហើយកាលពីអាទិត្យមុននេះមានគេឃើញបងនេះទៅមើលកុនដើរផ្សារជាមួយនឹងសក្តាទៀតផងបងមានបានស្រឡាញ់សក្តាឯណាសក្តាវិញតាមមកតោងបងឡើងស្អិតតែម្ដងគិតអញ្ចេះចោះល្អទេចាំប្រាប់ឲ្យគេនោះឈប់មករវល់ជាមួយនឹងបងទៀតឲ្យដាច់ស្រេចតែម្ដងទៅបងនិយាយមែនអន់ថាចាត់ការរឿងនេះបានពិតមែននោះពិតមែនតាអូនវីតាក៏ដឹងថាបងស្រឡាញ់អូនខ្លាំងប៉ុណ្ណាដែរអូនឯងចង់ឲ្យបងធ្វើអីបងនឹងធ្វើតាមអូនទាំងអស់តែម្ដងបានអញ្ចឹងបងត្រូវតែធ្វើតាមដែលអូនប្រាប់នេះវីតារៀបគម្រោងឲ្យដាឡុងរៀបចំបន្ទប់នៅខុនដូយ៉ាងសែនរ៉ូម៉ាន់ទិកដោយវីតាប្រាប់ថាព្រមធ្វើជារបស់ដាឡុងបើដាឡុងធ្វើឲ្យខ្លួនគេពេញចិត្តក្រោយមកវីតាក៏ឲ្យលីហួងឆាត់ទៅសក្តាឲ្យមកខុនដូដាឡុងយ៉ាងម៉េចដែរវីតាចូលចិត្តបរិយាកាសបែបនេះទេចូលចិត្តខ្លាំងណាស់តែតាមមើលទេបងនាំសក្តាមកបាយនៅទីនេះបែបរាប់មិនអស់ហើយមើលទៅនោះទៅនិយាយពីស្រីម្នាក់នោះធ្វើអីមនុស្សអីទេនៅជាមួយហើយធុញថប់នោះធុញសំបីតមិត្តសម្លាញ់គេនៅហ៊ានក្បត់ដើម្បីឲ្យបាននៅក្បែរបងទៀតផងតែបាននិយាយបែបនេះបងក្បត់សង្សារបងដូចតែគ្នានេះបងជាមនុស្សប្រុសវាត្រូវតែមានកំហុសឆ្គងខ្លះដែរនឹងហើយបងខំលួងលីហួងហើយតែលីហួងគេធ្វើមិនព្រមត្រូវគ្នាជាមួយបងវិញនោះអីចុះចង់ឲ្យបងធ្វើយ៉ាងម៉េចវិញទៅអញហើយចាស់សក្តាវិញនោះបងមិនបានស្រឡាញ់តាំងពីដើមមកម្លេះសក្តាត្រឹមជារបស់លេងបំបត្តិអបសុកបងតែប៉ុណ្ណោះតែយើងនៅជាមួយគ្នាតែពីរនាក់បែបនេះកុំទៅនិយាយពីអ្នកដតីអីល្អជាងណាពេលនេះនៅក្នុងបេះដូងបងគឺមានតែអូនវីតាតែម្នាក់គុណប្រចង្រៃហើយនេះមានរឿងអីហ្នឹងឯងនេះវាអាក្រក់រលែកដាក់គ្មានឡើយប្រចង្រៃលើឡងមានរឿងអីនឹងសក្តាលីហួងយើងសំទោសនេះយើងដឹងខ្លួនខុសហើយយើងធ្វើខុស
មិនអីទេឯងយើងគ្រាន់តែចង់ធ្វើឲ្យឯងឃើញថាអាបងដឡុងនោះវាមិនមែនជាមនុស្សល្អអីនោះឡើយគេមិនស័ក្តិសមទទួលបានក្តីស្រឡាញ់ពីឯងនោះទេណាប្រាប់បែបនោះចោលបានក៏ចោលទៅហើយបំណងល្អដែលយើងធ្លាប់មានឲ្យឯងនេះណាវានៅមានដូចដើមដូចគ្នាលើកនេះយើងផ្ដល់ឱកាសឲ្យឯងម្ដងទៀតទៅចាស់អរគុណឯងច្រើនហើយណាលីហួងបើចង់យំថ្ងៃនឹងឲ្យអស់ចុះណាតែស្អែកនេះហាមសម្រក់ទឹកភ្នែកទីនយើងអត់ខ្មាស់ខ្លួនឯងមិនបានសោះហេយើងធ្វើខុសលើឯងខ្លាំងពិតមែនមិនអីទេរឿងដែលកន្លងហួសហើយឲ្យវាកន្លងហួសទេយើងមកចាប់ផ្ដើមសារជាថ្មីចុះណាបងនៅលាកនឹងសក្កណាដដែលក្រែងថាបាយពីគេឲ្យនោះអីបងក៏ហក់ខ្ញុំតែយើងនេះមិនចាំបាច់មកតាក់ទងនឹងគ្នាទៀតនោះទេខ្ញុំអស់ទំនុកចិត្តលើបងនេះមានណាបងបែកពីសក្កណាឲ្យពិតមែនតាបងមិនដឹងថាសក្កណាមកបានយ៉ាងម៉េចនោះទេអូនវីតាយល់ច្រឡំលើបងហើយណាបាក់បែកមែនមិនមែននៅក្នុងបន្ទប់បងបានបែបនេះទេស្ដាប់បងសិនមកយើងចាប់គ្នាត្រឹមនេះចាស់វីតាស្ដាប់បងសិនមើលហើយតម្រាំតែចាប់រឿងយើងធ្វើត្រូវឬក៏ខុសទេនេះហើយយកខ្លួនមកចូលក្នុងរឿងអីក៏មិនដឹងដែរតែផ្ទះវិញល្អជាងស្មាលីហើយមិនជួយមិនអីទៀតទេអាឡុងអញយកផ្កាទៅលួងអ្នកណាទៀតហើយហ្នឹងវីតាហ្នឹងណាយើងធ្វើឲ្យវីតាខូចចិត្តតែវាជារឿងយល់ច្រឡំតែប៉ុណ្ណោះស្អីទៀតអាកាលមុនតាក់តងលីហួងរួចក៏បែកគ្នាប្រហែលថ្ងៃមុនឃើញបដាសក្កណាហើយឥឡូវចាញ់វីតាមកពីណាពីណីទៀតហ៎យើងនេះតាមឯងលង្ហត់ហើយណាវើយម្នាក់នេះយើងស្វឹងពិតគិតដល់រឿងរៀបការយើងរកឃើញម្ដាយកូនយើងហើយណាសំដីឯងនេះបៀមព្រះមកស្បាត់ទៀតក៏យើងមិនជឿដែរដូរស្រែកដូចដូរស្បែកជើងប្រយ័ត្នថ្ងៃណាមួយគ្មានសល់អ្នកណាទៅបានឯងកុំបាច់មកចេះយើងទៅលួងអូនវីតាយើងសិនហើយមករងងាប់អីទៀតហើយនេះខ្មាស់គេនេះមកលុតជង្គង់មកអាគេយើងតែម្ដងហើយនេះសង្ស័យតានេះវាលេងមែនតើហើយដាក់ទុនលុតជង្គង់យ៉ាងនេះនោះអូនវីតាក្មេងល្អរបស់បងត្រូវគ្នាជាមួយបងវិញចុះណាបងដឹងខុសហើយបងសន្យាថាបងនឹងត្រឡប់មកធ្វើជាមនុស្សល្អវិញស្រឡាញ់តែអូនម្នាក់ប៉ុណ្ណោះនេះវីតាឯងមកមើលនេះចុះនេះអូយស្លាប់ហើយយើងធ្វើយ៉ាងម៉េចល្អទៅនេះមិនគួរសោះហើយមិនគួរធ្វើជាសត្វមមីបល័យនឹងភ្លើងទេអូយចាប់ហើយជីវិតយើងមិនដឹងថាយកមកទៅទុកនៅឯណានោះទេចាប់តាំងពីពេលនោះមកវីតាក៏ដើរគេចមុខពីដាឡុងរហូតមិនថាដាឡុងខំតាមគេប៉ុណ្ណាក៏ដោយចំណែកសក្កណានិងលីហួងវិញនៅតែរក្សាចំណងមិត្តភាពដ៏ល្អនឹងគ្នាដដែលមែនហើយមីនាងមនុស្សប្រុសសម័យនេះណាគ្មានអ្នកណាស្មោះទេមីងណាចំណាស់នេះទៅហើយក៏ត្រូវវាបោកដែរមីងហើយមីងអាយុប្រហែលហើយមីងអាយុ55ឆ្នាំហើយក្មួយហើយចុះអ្នកដែលថាបោកមីងនោះគេអាយុប្រហែលហើយមីងគឺអាយុ22ឆ្នាំមីងបើរាប់ទៅណាអាម្នាក់នោះអាចធ្វើជាកូនមីងបានហើយហ្នឹងបើអាចមកសៀតនោះទៅតែអាយុ22ឆ្នាំរឿងអីថាវាមិនបោកមីងស្រឡាញ់ប្រុសក្មេងជាងខ្លួនវាអញ្ចឹងហើយមីងហើយមីងអើយខ្ញុំណាកំពុងតែពិបាកចិត្តរឿងសង្សារក្បត់ចិត្តស្រាប់តែមកលឺមីងនិយាយបែបនេះខ្ញុំណាទប់សំណាច់ឡើងជាប់ហើយមីងវាដូចឯងនិយាយមែនហ្នឹងមីងនេះណារៀងចាលហើយអារឿងសង្សារសងសើតស្អីគេនោះចាមីងល្មមឈប់ទៅហើយខ្ញុំមកអរគុណមីងហើយដែលចែករំលែកបទពិសោធន៍មីងឲ្យមកខ្ញុំបានសើចយ៉ាងហោចណាស់ក៏បានធូរចិត្តបន្តិចដែរណាមីងខ្ញុំលាមីងតមុនសិនហើយណាមីងបញ្ញាប់ទៅផ្ទះវិញក្រែងលោរើសបានសង្សារចិត្តស្មោះតាមផ្លូវខ្ញុំទៅហើយមីងទៅចុះមីនាងមីងជូនពរឲ្យឯងរើសបានសង្សារដូចចិត្តណាក្មួយអរគុណហើយមីងហើយអេបបាត់មកចាឥឡូវហើយទៅនាងមិនក៏ជិះម៉ូតូមើលមុខមើលក្រោយសោះអញ្ចឹងមើលចុះផ្លែឈើខ្ញុំធ្លាក់ជ្រុះដីអស់ទៅហើយដោយសារតានាងហ្នឹងវ៉ាន់តាខ្ញុំនៅណាចេះនៅទីនីនតាណែប្អូនម្នាក់នេះមុននឹងនិយាយហាត់អីមិនគិតផងផ្លែឈើប្អូនខូចខាត់ប៉ុណ្ណឹងប៉ុន្តែម៉ូតូខ្ញុំវិញខូចខាត់ច្រើនណាស់មើលចុះមិនដឹងថាយកទៅធ្វើណាត្រូវអស់លុយប្រមាណទេមីង
មីងនិយាយនេះបានន័យថាម៉េចមីងជិះម៉ូតូមកបុកខ្ញុំស្រស់ណាមីង អ្នកណាជាមីងឯងហ៎យើងនេះមិនទាន់ចាស់ដល់ថ្នាក់ត្រូវឲ្យឯងហៅយើងថាមីងទេ បើមិនឲ្យហៅថាមីងហៅថាម៉េចទៅវិញមើលទៅមុខចុះបើខ្ញុំស្មានខុសទេអាយុប្រហែលជា70-40ហើយតែដឹង និយាយបែបនេះចង់មានរឿងមែនទេ ពិបាកណាស់ស្រីចាស់សម័យនេះខ្លួនចាស់ហើយមិនទទួលស្គាល់ទៀតណាហើយខ្ញុំខ្ជិលនៅឆ្លោះជាមួយមីងណាខ្ញុំទៅហើយចំណែកផ្លែឈើនេះខ្ញុំមិនយកទៅទេ អេចង់ទៅមិនទទួលខុសត្រូវម៉ូតូខ្ញុំទេអីហ៎អាចចង្រៃយកហេតុអីបានជាសោចបែបនេះអើយមើលចុះសង្សារក៏ក្បត់ហើយត្រូវមកអស់លុយធ្វើម៉ូតូទៀតអើយអាចេនីហើយមកសិផ្លេអីបែបនេះហ៎មនុស្សកំពុងតែពិបាកលើកម៉ូតូផងអើយ សួស្ដីអ្នកនាង ខ្ញុំ បាទមែនហើយគឺអ្នកនាងហ្នឹងហើយ ហើយលោកម្រកខ្ញុំមានការអីដែរ បាទគឺខ្ញុំជាជាងម៉ូតូអំបញ្ញមិញនេះមានលោកម្នាក់នោះឲ្យខ្ញុំមកជួយអូសម៉ូតូអ្នកនាងយកទៅធ្វើ អ្នកណាអីក៏ចិត្តល្អម្លេះអូជាចៅទេដឹងខ្ញុំមិនជឿលោកទេ មែនទេអ្នកនាងមែនទេអ្នកនាងមានមើលអសរនៅលើឡានខ្ញុំអត់ហ្នឹង ជាងម៉ូតូមែនតាប៉ុន្តែខ្ញុំចេះតែឆ្ងល់ថាតើអ្នកណាអីក៏ចិត្តល្អម្លេះជួយហៅជាងឲ្យខ្ញុំទៀតបាញ់ចឹងពូជួយលើកម៉ូតូខ្ញុំដាក់លើឡានផងទៅចឹង បាទអ្នកនាងមកពួកយើងឆាប់លើកម៉ូតូអ្នកនាងខាងនេះទៅផង មើលទៅមិនអន់ឯណាប៉ាម៉ូតូក៏មានកូនជាងដែរណោះ អ្នកនាងសូមអញ្ជើញឡើងទៅលើឡានបាទ អូចាអរគុណពូ អ្នកនាងម៉ូតូអ្នកនាងរួចរាល់ហើយបាទ អូចាអរគុណពូម៉ូតូខ្ញុំអស់ប្រមាណដែរពូ មិនបាច់ទេអ្នកនាងព្រោះអ្នកកំឡោះដែលឲ្យខ្ញុំទៅជួយយកម៉ូតូអ្នកនាងនោះបានចេញលុយចំនួនអ្នកនាងរួចហើយ ចេញលុយរួចហើយហ៎អូយកាន់តែចម្លែកឲ្យខ្ញុំអ្នកណាអីក៏ចិត្តល្អយ៉ាងនេះធ្វើបែបនេះកាន់តែធ្វើឲ្យខ្ញុំចង់ដឹងណាស់ថាជាអ្នកណា អ្នកនាងនេះម៉ូតូបាទ អូចាអរគុណហើយហើយការងារសម័យនេះហេតុអីបានជាពិបាករកបែបនេះណោះអេក្រុមហ៊ុន Modern Care ត្រូវការជ្រើសរើសលេខាជាបន្ទាន់មានសង្ឃឹមឲ្យអាចារ្យនេះអើយដាក់ពាក្យមួយសិនរួចរាល់កំពុងតែចង់ធ្វើការងារតំណែងជាលេខាផងក្រែងលោកបានដូចក្នុងរឿងកុនចៅវាយលងស្នេហ៍លេខាអើយអូយសម័យពេកឲ្យតែដឹងខ្ញុំអេអ្នកណាតែមកអញ្ចេះអាឡូខ្ញុំចិននេះនិយាយថាម៉េចខ្ញុំត្រូវបានសម្ភារហ៎អូចាអរគុណលោកអរគុណអើយស៊ូចិននេះណែឯងមើលមកយើងមើលថ្ងៃនេះយើងស្អាតទេឯងស្អាតឯងមើលចុះនៅទីនេះគ្មានអ្នកណាស្អាតជាងឯងទៀតទេឯងមើលទៅមិញវន្តាម្នាក់នោះចំណាស់នេះទៅហើយនៅចង់មកដាក់ពាក្យមកសម្ភារធ្វើជាលេខាទៀតអូយគួរតែយួរចាំស្រាក់ទៅវត្តវិញទៅបានវាត្រូវមែនហើយតំណែងជាលេខាណាបើមិនស្អាតដូចយើងនេះទេកុំសង្ឃឹមថាសម្ភារជាប់អីមែនទេមែនហើយសូមអញ្ជើញអ្នកដែលមានលេខរៀងទី3ចាគឺខ្ញុំសំណាងល្អណាស់ម៉ាត់អរគុណហើយម៉ាត់សួស្ដីអ្នកមីងហ៊ានមកហៅយើងថាមីងផងយើងមិនខ្ចីមើលមុខនឹងឯងទេមីងខ្ញុំហៅមីងមិនលឺទេអីឯងហៅអ្នកណាមីងហ៎ហៅមីងនឹងហើយនាងរៀនដល់ថ្នាក់ណាដែរខ្ញុំរៀនចាប់បរិញ្ញាបត្រហើយសួរខ្ញុំធ្វើអីរៀនបានខ្ពស់ដែរតែហេតុអីក៏សម្ដីដូចជាមិនស្មើក្មេងថ្នាក់មត្តេយ្យបែបនេះមីងថាអ្នកណាថាឯងនឹងហើយរៀនបានខ្ពស់តែសុជីវធម៌នឹងការនិយាយស្ដី0សង្ស័យតែភ្នែកក៏មិនល្អដែរមើលទៅមកហៅយើងថាមីងបែបនេះកុំស្រែកទីនេះជាក្រុមហ៊ុនណានាងមិនមែនកន្លែងសាធារណៈឲ្យនាងស្រែកជំទាវបានតាមចិត្តទេនោះមាត់នាងដើរចេញមកវិញហើយមុខស្អុយប៉ែបែបនេះមិនបាច់និយាយក៏ដឹងថាលទ្ធផលវាយ៉ាងណាដែរចាំមិនឲ្យមាត់សម្លាញ់ហេតុអីបានជាឯងធ្វើមុខស្អុយបែបនេះទៅវិញ
គេថាគ្នាធ្លាប់តែធ្វើជាអ្នកលក់លេអនឡាញដល់មកដាក់ពាក្យធ្វើជាលេខាគេថាបាត់ពិសោធន៍ដល់មិនដូចគ្នាណែប្អូនគ្រាន់តែប៉ុណ្ណឹងមិនចាំបាច់យំយ៉ាច់អីទេបើសម្ភារមិនជាប់ទេទៅលក់លេវិញទៅវាចាប់បាត់ទៅហើយអ្នកលក់លេឥឡូវណាគេរកលុយបានច្រើនសឹងអីមិនបាច់មកឌឺខ្ញុំទេមីងប្រហែលខ្ញុំមិនជាប់ផងរឿងអីមីងឯងជាប់នោះតោះទៅវិញយើងនឹងធ្វើឲ្យពួកនាងភ្លឺភ្នែកម្ដងចាំតែមើលចុះអូមែនហើយភ្លេចថាមិនដែលស្គាល់គ្នាផងជាប់ឬធ្លាក់តាក់តងអីនៅក្មេងនេះទៅហើយចង់ឡាប់ដោយសារក្មេងៗអស់នេះហើយខ្ញុំសុំជើញអ្នកមានលេខរៀងចុងក្រោយអូមានតែខ្ញុំតាចាខ្ញុំចូលទៅហើយជម្រាបសួរលោក បាទជំរាបសួរអញ្ជើញអង្គុយចុះសិនមក ចាអរគុណលោកស្មានថាលោកប្រធាននៅក្មេងតាតែមើលទៅអាយុប្រហែលជា60ហើយហ្នឹង ខ្ញុំមើលទៅប្រវត្តិរូបរបស់នាងដូចជាអាចទទួលយកបានប៉ុន្តែឆ្នាំនេះនាងអាយុប្រមាណហើយ ចាលោកប្រធានឆ្នាំនេះខ្ញុំអាយុ30ឆ្នាំហើយមានបញ្ហាអីជាមួយនឹងអាយុខ្ញុំមែនទេលោកប្រធាន អាយុ30ឆ្នាំហើយតែហេតុអីបានជាអាកូនក្បាលខូចខ្ញុំវាឲ្យជ្រើសរើសយកនាងទៅវិញ លោកប្រធាន អូបានមិនអីទេខ្ញុំគ្រាន់តែសួរអាយុនាងតែប៉ុណ្ណោះគ្មានអីទេខ្ញុំសម្រេចថាជ្រើសរើសយកនាងទៅចុះ ហើយប៉ិតមែនទេលោកប្រធានខ្ញុំស្ដាប់មិនច្រឡំទេមែនទេហើយ បាននាងស្ដាប់មិនច្រឡំទេសម្រេចថានាងអាចចូលធ្វើការនៅថ្ងៃណាបានដែរ ថ្ងៃនេះក៏បានដែរលោកប្រធាន លឿនពេកហើយចាំស្អែកក៏បានដែរណានាង ចាមែនហើយលោកប្រធានខ្ញុំសប្បាយចិត្តពេកបើអញ្ចឹងខ្ញុំជម្រាបលាលោកប្រធានសិនហើយ បាទសូមអញ្ជើញ ចាំមិនចេះវីវ៉ូហើយម៉ូតូបាច់កង់ទៅហើយធ្វើមិនទៅចិត្តដល់ម៉ោងធ្វើការទៅហើយអូយចង់ធ្វើការថ្ងៃដំបូងផងតិចលោចូលធ្វើការមិនទាន់បានមួយថ្ងៃត្រូវលោកប្រធានដេញចោលទៅនេះខ្ញុំអូយយើងទៅរកជាងប៉ះម៉ូតូណៃណាទៅអូយមិនក៏សយអីក៏សយយ៉ាងនេះខ្ញុំ នាងហើយម៉ូតូកាត់អីដែរមិនក៏បដាបែបនេះ ហើយមិនមើលទេអីថាម៉ូតូខ្ញុំវាបែកកង់ ខ្ញុំសួរស្រួលបួលសោះមិនក៏កាចដល់ថ្នាក់ហ្នឹងឯណាមើលសុំមើលមុខបន្តិចមើលអូចៃដន្យម្លេះខ្ញុំស្មានថាអ្នកណាតាមពិតគឺមីងវ៉ែនតាឆ្នះនេះសោះ គឺលោកក្មេងនាំសយ ណាតែខ្ញុំធ្វើស្អីនាងមិនបាញ់ចេះថាខ្ញុំនាំសយបែបនេះ ចោះមិនមើលទេអីឲ្យតែពេលបានជួបអញពេលណាខ្ញុំក៏ត្រូវសយដែរបើមិនហៅថាមេសយឲ្យហៅថាម៉េចវិញទៅ នៅឆ្នះនៅនឹងហើយមិនគិតរកវិធីយកម៉ូតូទៅប៉ះទេអីតិចទៅធ្វើការថ្ងៃដំបូងមិនទាន់ទៅ មិនបានចៃដឹងថាខ្ញុំចូលធ្វើការថ្ងៃដំបូង អូគឺថាខ្ញុំឃើញមីងស្លៀកពាក់ជាសម្លៀកបំពាក់ធ្វើការនោះអីតែពេលនេះកុំនិយាយច្រើនអីឆាប់រកវិធីយកម៉ូតូទៅធ្វើទៅមិនអញ្ចឹងទេនាងទៅធ្វើការមិនទាន់ទេ មែនហើយតែខ្ញុំធ្វើមិនទៅ ឥឡូវចេះទៅមីងវ៉ែនតាចាំខ្ញុំនៅកន្លែងនេះហើយណាខ្ញុំជិះដើររកជាងមកអូសម៉ូតូមីងសិន ល្អគ្រាន់បើដែរតា ឥឡូវលពូឆាប់យកឡានមកអូសម៉ូតូមិត្តខ្ញុំម្នាក់ផងឥឡូវនេះគេកំពុងខូចម៉ូតូនៅតាមផ្លូវចិត្តក្រុមហ៊ុនបានមកឲ្យលឿនបន្តិចមកណាប៉ុណ្ណឹងចុះហើយមីងវ៉ែនតានេះពិតជាអំពិលទុកពិតមែន ចាំមិនហើយរកជាងបានទេ មីងវ៉ែនតាទុកម៉ូតូនៅនេះហើយណាហើយឡើងម៉ូតូខ្ញុំមកចាំខ្ញុំជូនមីងទៅ តែនៅតែស្គាល់ដល់ណាទៀតឆាប់ឡើងម៉ូតូមកឬក៏គិតតែខ្ញុំចង់កេងចំណេញលើមីងកុំគិតអីមីងខ្ញុំគ្មានថ្ងៃចាប់អារម្មណ៍លើស្រីចាស់ដូចជាមីងវ៉ែនតាឯងទេ ណែចង់ជួយចិត្តស្មោះឬអត់ទេនេះមកជួយឲ្យនៅឆ្លៀតឌឺដងឲ្យខ្ញុំទៀតខ្ញុំទៅក៏បាន លោកកុំវត្ត អ្នកទាំងពីរក៏ស្គាល់គ្នាដែរមែនទេ គឺថាខ្ញុំជាបុគ្គលិកនៅក្នុងក្រុមហ៊ុនឡាននេះដែរ
ចៃដន្យម៉េចបើអញ្ចឹងមែនលោកត្រូវរំលប់ខ្ញុំបន្តិចទៅ ហេតុអី ព្រោះតំណែងខ្ញុំគឺជាលេខាលោកប្រធាន អូហូពិតមែនណោះបើអញ្ចឹងមែនពេលមិញបើកប្រាក់ខែដំបងត្រូវប៉ាវខ្ញុំញ៉ាំអីឬទេ បានចាត់ទុកថាខ្ញុំសងគុណឯងទៅចុះដែលឯងជួយហៅជាងអស់ម៉ូតូខ្ញុំទៅប៉ះ ម៉ាត់ណាម៉ាត់នឹងណាមិញវ៉ាន់តាលោក អេទាំងអស់គ្នាមិនបាច់ងើបឈរអីទេនាំគ្នាអង្គុយចុះទៅមែនហើយឯងធ្វើការងារនៅផ្នែកណាដែរ អូខ្ញុំធ្វើការនៅផ្នែកបញ្ជូនឯកសារតូចតាចទេ អូមិនអីទេការងារធំតូចក៏ដោយឲ្យតែយើងធ្វើគឺវាមានតម្លៃទាំងអស់ហ្នឹងខំប្រឹងទៅណាក្រែងលោថ្ងៃណាមួយខ្ញុំសុំលោកប្រធានឲ្យឡើងប្រាក់ខែឲ្យឯង បើអញ្ចឹងមែនពឹងលើមីងហើយក ុំបារម្ភខ្ញុំទៅធ្វើការហើយក្រែងលោលោកប្រធានរកខ្ញុំឯងធ្វើការងារឯងចុះណាអេឯងគិតចង់តាណាមានការឲ្យជាមួយលោកប្រធានដែរទេ អូគឺខ្ញុំចង់មកជួបលោកប្រធានពីរឿងឯកសារមួយចំនួន ឯកសារឯកសារអីមិនបានជាខ្ញុំមិនដឹង គឺឯកសារបន្ទាន់អញ្ចឹងហើយទៅមីងវ៉ាន់តាឯងមិនដឹងហ្នឹងណាខ្ញុំទៅហើយខ្លាចលោកប្រធានខឹងលោកប៉ាយ៉ាងម៉េចទៅហើយកុសលឯងនេះលេងអស់ចិត្តហើយនៅមើលស្លៀកពាក់ចុះមិនដឹងថាពេលណាទៅឯងនេះព្រមមកកាន់តំណែងជំនួសយើងទេនៅមិនទាន់ដល់ពេលទេលោកប៉ាហើយចាំដល់អង្កលទៀតណែប៉ានេះចាស់ហើយណាប៉ាក៏ចង់ចំណាយពេលវេលាចាស់របស់ប៉ាដើរលេងឲ្យសប្បាយមុនពេលដែលប៉ាត្រូវលាឯងទៅកាន់ផ្ទះថ្មីនោះដែរលោកប៉ាកុំនិយាយបែបនេះអីលោកប៉ានៅរឹងមាំណាស់មិនងាយទៅណាទេហើយឯងនេះហើយចុះយ៉ាងម៉េចទៅហើយចិននេះដែលឯងស្នើឲ្យប៉ារើសនាងមកធ្វើជាលេខានោះពេលនេះប៉ាបានទទួលនាងហើយឯងចង់គិតធ្វើយ៉ាងម៉េចទៀតលោកប៉ាគិតថាមីងវ៉ាន់តានឹងយ៉ាងម៉េចដែរហេតុអីបានជាកូនសួរប៉ាបែបនេះកុំប្រាប់ថាឯងចាប់អារម្មណ៍មនុស្សស្រីដែលមានវ័យចាស់ជាងឯងឲ្យសោះណាអាយុនាងបងកូនដល់ទៅ3ឆ្នាំឯណោះកូនដឹងទេកូនដឹងតាប៉ាព្រោះកូនបានឃើញប្រវត្តិរូបនាងរួចហើយហ្នឹងអេលោកប៉ារើសលេខាថ្មីហ៎ម្នាក់នេះដូចជាធ្លាប់ឃើញនៅឯណាអញ្ចេះអូគឺមីងវ៉ាន់តាតាកុសលមិនក៏ថ្ងៃនេះឯងមកកន្លែងក្រុមហ៊ុនទៅវិញប៉ារើសលេខាថ្មីមែនទេប៉ាមែនហើយលេខាប៉ាចាស់នាងលាឈប់ទៅហើយប៉ាជួយអីកូនបន្តិចបានទេប៉ាឯងមានរឿងអីឆាប់និយាយមកប៉ាលេខាថ្មីសុំប៉ាជួយរើសយកម្នាក់នេះទៅប៉ាហេតុអីអញស្គាល់នាងហ៎អូគឺកូនឃើញនាងដូចជាអាយុច្រើនគិតថាប្រហែលជាធ្វើការយកចិត្តទុកដាក់ដែរហើយអាចថាចាស់ចិត្តចាស់កំណត់នោះអីលោកប៉ាគិតដូចកូនក៏មួយយ៉ាងដែរមិនអីទេចាំប៉ាជួយឯងទៅចុះហើយកូនញញឹមអីកុសលអូគ្មានអីទេប៉ាខ្ញុំចាញ់ទៅវិញហើយមីងវ៉ាន់តាកំពុងសម្លឹងរកអីហ្នឹងឆាប់ឡើងម៉ូតូមកខ្ញុំកំពុងទៅរកអីជិះទៅវិញក្រែងឯងក៏ដឹងដែរតាអីថាខ្ញុំគ្មានអីជិះនោះឡើងម៉ូតូមកខ្ញុំគិតថាមិនអីទេខ្ញុំជិះ pass app ទៅវិញដោយខ្លួនឯងក៏បានដែរឆាប់ឡើងមកខ្ញុំជូនទៅមិនអស់លុយផងឡើងមកបើថយមកក្តារទៀតចុះអូយណែនៅខាងមុខនោះមានគេលក់អីញ៉ាំយើងនាំគ្នាទៅញ៉ាំអីសិនទៅខ្ញុំជាអ្នកប៉ាវអូខេទេញ៉ាំនៅកន្លែងនេះនាងមិនខ្លាចឈឺពោះទេអីអូយខ្លាចអីទៅខ្ញុំញ៉ាំតែកន្លែងនេះទេណែកន្លែងហ្នឹងណាឆ្ងាញ់ខ្លាំងណាស់មានអនាម័យទៀតសំខាន់ណាស់ក៏តម្លៃថោកខ្ញុំចូលចិត្តញ៉ាំនៅកន្លែងនេះអេស្ដាប់ឯងនិយាយបែបនេះដូចជាកូនអ្នកមានមិនដែលញ៉ាំអីតាមចាំផ្លូវអញ្ចឹងមានណាខ្ញុំគ្រាន់តែខ្លាចមិញមិនស្រួលពោះហើយខានទៅធ្វើការហ្នឹងណាកុំបារម្ភអីខ្ញុំញ៉ាំនៅកន្លែងគាត់ណាមិនដែលរៀករួសទេណានោះនៅខាងមុខនោះហើយអូចេនីទេអីមកអង្គុយមកក្មួយអេហើយថ្ងៃនេះនាំអ្នកណាមកនឹងក្មួយចាអ៊ំនីងមែនហើយតាំងពីបានជួបគ្នាមកទល់ពេលនេះពួកយើងដូចជានៅមិនទាន់ស្គាល់ឈ្មោះគ្នាទេហើយឯងឈ្មោះអីអូខ្ញុំឈ្មោះកុសល
ខ្ញុំឈ្មោះចានី ខ្ញុំស្គាល់ហើយ ហេតុអីឯងស្គាល់បើឯងមិនដែលបានសួរឈ្មោះខ្ញុំផងហ្នឹង គឺនរណាក៏និយាយពីនាងដែរព្រោះនាងជាលេខាថ្មីលោកប្រធាននោះអី អើយបានហើយឈប់និយាយពីរឿងនេះទៅហៅឯងញ៉ាំវិញទៅល្អជាងអ៊ំស្រីថ្ងៃនេះខ្ញុំកំងបុកល្ហុង2ចានប្រហិតចៀន1ចាននិងពងមាន់អាំង10ចានមក បានក្មួយទៅអង្គុយនៅតុខាងនោះសិនទៅណាបន្តិចទៀតចាំអ៊ំលើកទៅឲ្យណាក្មួយចាតោះទៅអង្គុយតុនោះទៅណែក្មួយញ៉ាំឲ្យឆ្ងាញ់ចុះណាចាអរគុណអ៊ំស្រីឈ្ងុយណាស់ឯងញ៉ាំទៅខ្ញុំញ៉ាំហើយណាអើយព្រោះខ្ញុំឃ្លានណាស់មិនក៏មើលមកខ្ញុំបែបនេះមិនញ៉ាំទេអីតែខ្ញុំញ៉ាំអស់ឥឡូវហ្នឹង ញ៉ាំតាយ៉ាងម៉េចទៅហើយឆ្អែតហើយនៅបើមិនទាន់ឆ្អែតទេអាចហៅទៀតបានណា អើយអត់ទេឆ្អែតហើយមើលចុះនិយាយធ្វើមើលតែខ្លួនឯងជាអ្នកចាញ់លុយអញ្ចឹងណែកុំភ្លេចថាមួយពេលនេះខ្ញុំជាអ្នកប៉ាវដំបងណាថាចាំបើកប្រាក់ខែចាំប៉ាវតែពេលនេះប្រហែលជាមិនចាំបាច់ចាំទេព្រោះខ្ញុំវាឃ្លានពេក មិនអីទេចាំពេលមិញបើកប្រាក់ខែចាំប៉ាវខ្ញុំម្ដងទៀតចុះ និយាយបែបនេះខ្សែលើច្បាស់កន្លែតហើយនេះ ខ្ញុំនិយាយលេងទេចាំពេលលើកក្រោយខ្ញុំជាអ្នកប៉ាវនាងម្ដងវិញចុះ ម៉ាត់ណាម៉ាត់នឹងណាអូមែនហើយតោះយើងប្រយ័ត្នទៅវិញតិចទៅព្រោះខ្លាចយកម៉ូតូមិនតាន់ តោះសំខាន់បេះដូងខ្ញុំបានប្រាប់ថាខ្ញុំពិតជាស្រឡាញ់នាងនាងឮទេខ្ញុំស្រឡាញ់នាង ខ្ញុំមិនមែនថ្លង់ទេខ្ញុំស្ដាប់ឮហើយប្រាំងស្រែកម៉េចតែហេតុអីទៅហេតុអី ចានីស្ដាប់ខ្ញុំនិយាយសិនចានី លោកក៏មកតាមខ្ញុំលោកសប្បាយណាស់មែនទេដែលមកកុហកខ្ញុំបែបនេះ លោកប៉ាយ៉ាងម៉េចទៅហើយ សុខភាពប៉ាពេលនេះដូចជាមិនល្អសោះ ណែកុសលរឿងក្រុមហ៊ុនប៉ាគិតថាចង់បកលឲ្យកូនកាន់កាប់ឆាប់នេះហើយទៅបាន លោកប៉ាតែកូនឈប់បដិសេធនឹងប៉ាទៀតទៅកុសលកូនក៏ឃើញដែរបើសិនជាថ្ងៃណាដែលប៉ាក្រោកលេងរួចប៉ាក៏នៅមានកូនម្នាក់ដែរដែលនៅជួយជ្រោមជ្រែងក្រុមហ៊ុនយើងចុះប៉ាគិតថានឹងរៀបចំពេលណាដែរលោកប៉ាគឺនៅខែក្រោយនេះតែម្ដងណាលឿនម្លេះប៉ា មិនលឿនទេកូនព្រមតាមប៉ាទៅណាកូនបានប៉ានៅមានរឿងមួយទៀតប៉ាវិតភ្លេចទៅគឺប៉ាចង់ឲ្យកូនឯងឆាប់មានប្រពន្ធដែរប៉ាគិតថានឹងចូលស្ដីទៅដឹងកូនលោកអុកញ៉ាពិឆ័យឲ្យកូនកូនស្រីគេនោះទៅតែរៀនចប់ពីបរទេសណាកូនអត់ទេប៉ារឿងនេះកូននៅមិនទាន់ចង់គិតគូរនៅឡើយទេមិនទាន់គិតឬក៏ឯងនេះមានលួចស្រឡាញ់នរណាម្នាក់ទៅហើយប្រាប់ប៉ាឲ្យត្រង់មកប៉ាមើលដឹងណាកុំលាក់ប៉ាអីគ្មានទេប៉ាកុំចេះតែថាអីមើលទឹកមុខឯងចុះឯងស្មានថាលាក់នឹងប៉ាចិត្តមែនទេឯងលួចស្រឡាញ់នាងលេខាប៉ានឹងមែនទេកូនរឿងនេះកូនកូន បានហើយប៉ាដឹងហើយឯងចូលសម្រាកចុះណាប៉ាក៏ត្រូវទៅសម្រាកដែរហើយបាទលោកប៉ាមិញវ៉ាន់តាដល់ម៉ោងចេញពីធ្វើការហើយនៅខំប្រឹងធ្វើការដល់ណាទៀតតោះទៅរកញ៉ាំអីទៀតថ្ងៃនេះខ្ញុំជាអ្នកប៉ាវវិញម្ដង ថ្ងៃនេះអីក៏ពិសេសម៉េចគិតចង់មកប៉ាវខ្ញុំផងខ្ញុំញ៉ាំច្រើនណាស់ណាប្រាប់ឲ្យដឹងទៅ ញ៉ាំច្រើនបែបនេះទៅគួរឲ្យស្រឡាញ់នោះអី ណែកុំមកនិយាយផ្ដេសផ្ដាស់ខ្ញុំមកព្រឺសបល់អស់ហើយបើអញ្ចឹងឯងទៅចាំខ្ញុំនៅខាងក្រៅមុនទៅណាខ្ញុំទៅបន្ទប់ទឹកមួយផ្លែតសិនអូយលោកអើយហេតុអីក៏ក្មេងនេះសង្ហាដល់ថ្នាក់នេះមើលចុះ
ភ្នែកញ៉ាពោពេញដោយពន្លឺហើយច្រមុះនឹងស្រួចបបោមាត់ក្រហមឆ្អៅទៀតសង្ហាអីម្លេះទេ មីងវ៉ាន់តានេះមើលចិត្តបែបនេះទើបដឹងតែស្អាតហើយនឹងគួរឲ្យស្រឡាញ់អាយុមិនសមនឹងមុខមាត់សោះដូចជាចង់ក្តៅខ្លួនយ៉ាងម៉េចមិនដឹងទេខ្ញុំ អូយខ្ញុំសុំទោសផងមកពីថ្ងៃនេះខ្ញុំពាក់កែងស្បែកជើងខ្ពស់ពេកទៅបានជាខ្ញុំដួលបែបនេះ អូ អត់អីទេមិនអីទេ អូយហេតុអីបានជាខ្ញុំភ័យខ្លាំងបែបនេះហើយបេះដូងខ្ញុំមកដូចជាលូតខុសចង្វាក់ហើយតិចលោកខ្ញុំស្រឡាញ់គេដោយមិនដឹងខ្លួនទេដឹងអូយទេអាចេនីអើយមើលអាយុឯងចុះហើយអាយុគេណាក្មេងជាងឯងច្រើនណាស់អូយឈប់គិតបែបនេះទៀតទៅអូយ មីងហេតុអីក៏មីងញ៉ាំទៅ គឺខ្ញុំថ្ងៃនេះដូចជាមិនសូវឃ្លានទេឯងញ៉ាំទៅ អេនេះគឺចិននេះតាមិននឹកស្មានសោះថាបែកគ្នាយូរហើយនាងនៅតែក្រដដែលបែបនេះហើយនេះជាសង្សារថ្មីរបស់នាងមែនទេមើលចុះអ្នកទាំងពីរពិតជាស័ក្តិសមនឹងគ្នាណាស់ក្រក៏ក្រដូចគ្នាចេះរកគ្នាឃើញណោះ យ៉ាងម៉េចសង្សារខ្ញុំជាអ្នកក្រវាយ៉ាងម៉េចឲ្យតែលោកបានល្អតែខ្លួនឯងចុះ រឿងខ្ញុំនាងកំព្រួយសង្សារខ្ញុំនេះជាកូនអ្នកមានមិនមែនក្រលហាមដូចជានាងទេអូមែនហើយនៅអាទិត្យក្រោយនេះនឹងមានពិធីជប់លៀងលំដាប់សេដ្ឋីបើនាងចិត្តសឿងនាងនឹងសង្សារអ្នកក្ររបស់នាងនេះទៅចូលរួមដែរទៅយ៉ាងម៉េចស្មានតែពួកខ្ញុំខ្លាចហ៎ជប់លៀងលំដាប់សេដ្ឋីមានអីអស្ចារ្យទៅពួកខ្ញុំប្រកាសចិត្តទៅចូលរួមហើយលោកចាំតែមើលចុះ ល្អខ្ញុំនឹងរងចាំមើលថាតើថ្ងៃនោះពួកឯងអាចចូលរួមក្នុងពិធីនោះបានដែរឬក៏អត់លោកចាំតែមើលចុះ ឯងឈ្គត់ទេអីយើងធ្វើមិននឹងអាចទៅចូលរួមពិធីធំបែបនេះបានទៅអាយយខ្ញុំឈ្គត់ឥឡូវហើយក ុំបារម្ភអីដល់ថ្ងៃនោះមីងវ៉ែនតានឹងដឹងហើយតែមីងអាចឆ្លើយសំណួរខ្ញុំមួយបានទេ សំណួរអី អំបញ្ញមិញមីងថាខ្ញុំជាសង្សារមីងតែជាពាក្យពិតដែរឬក៏អត់ មិញនេះខ្ញុំគឺខ្ញុំគ្រាន់តែនិយាយបញ្ឈឺអតីតសង្សារខ្ញុំទេណែចាំមិននឹងហេតុអីធ្វើមកបែបនេះខាងខ្ញុំមែនទេអូយកុំខឹងអីពិធីជប់លៀងនេះចាប់ទៅខ្ញុំនឹងឈប់និយាយថាលោកជាសង្សារខ្ញុំទៀតហើយបើខ្ញុំនិយាយទៅធ្វើឲ្យលោកមិនពេញចិត្តឬក៏លោកខ្មាស់គេខ្ញុំមកឈប់ក៏បានចាត់ទុកថាខ្ញុំមិនបាននិយាយអីទៅចុះហើយណែឯងធ្វើអីណា មីងវ៉ែនតាមីងវ៉ែនតា នៅសុកមិនក៏មកចាប់ខ្ញុំថាបែបនេះអាចារ្យនេះអើយឯងនេះក៏អញ្ចឹងដែរហេតុអីបានជាផ្ទះកំភ្លៀងគេបែបនេះតិចលោកគេខឹងទៅហើយអេហេតុអីក៏ខ្ញុំគិតបែបនេះខ្ញុំផ្ទះកំភ្លៀងគេនេះគឺជារឿងត្រឹមត្រូវហើយអ្នកណាប្រោសឲ្យគេមកថើបខ្ញុំធ្វើអីអូយគេវិញល្អជាង ចិននេះរឿងកាលពីម្សិលមិញឲ្យខ្ញុំសុំទោសផងខ្ញុំមិនគួរណា ឈប់រឿងការពីម្សិលមិញបំភ្លេចចោលទៅ នាងពិតជាអាចបំភ្លេចបានមែនណា គឺខ្ញុំ មែនហើយខ្ញុំដឹងថាប្រហែលជានាងនៅបំភ្លេចសង្សារចាស់នាងមិនទាន់បានទេព្រោះបើមិនអញ្ចឹងទេនាងក៏មិននិយាយថាខ្ញុំជាសង្សារនាងដើម្បីបញ្ឈឺចិត្តគេនោះដែរ មិនមែនបែបនោះទេគេម្នាក់នោះខ្ញុំបំភ្លេចគេយូរហើយតែខ្ញុំ តែស្អីទៅខ្ញុំមិនល្អតាណាមែនទេឬមួយក៏មកពីខ្ញុំជាអ្នកក្រទើបនាងមិនស្រឡាញ់ខ្ញុំ អូយមិនមែនរឿងបែបនេះទេកុសលអញក៏ដឹងថាខ្ញុំអាយុច្រើនហើយតាពួកយើងណាមិនសមគ្នាទេយល់ទេ តែខ្ញុំមិនដែលគិតបែបនេះទេខ្ញុំបានលួចស្រឡាញ់នាងតាំងពីជួបនាងលើកដំបូងមកម្ល៉េះជានារីដែលឆ្នះឆ្នាំរឹងមាំតែមិនទន់ជ្រាយខ្ញុំពិតជា បានហើយឈប់និយាយទៀតទៅយ៉ាងណាយើងទាំងពីរនាក់នៅតែមិនអាចទៅរួចដដែលនឹងពួកយើងណាមិនស័ក្តិសមនឹងគ្នាទេម្យ៉ាងទៀតខ្ញុំគិតថាឯងគួរតែហៅខ្ញុំថាយាយវ៉ាន់តាដូចពីមុនទៅល្អជាង បានថ្ងៃពិធីជប់លៀងដែលអតីតសង្សារនាងអូសុំទោសអតីតសង្សារមីងណាត់នោះខ្ញុំនឹងនាំមីងទៅឲ្យទាល់តែបានតែបន្ទាប់ពីនោះចាត់ទុកថាយើងលែងស្គាល់គ្នាទៅចុះ អេពេលលើគេនិយាយបែបនេះហេតុអីក៏បេះដូងខ្ញុំដូចជាត្រូវកបិតចាក់បែបនេះហេតុអីក៏ខ្ញុំពិបាកចិត្តចានេះឯងចាំមិនហ្នឹង
វីវ៉ូហើយស្អែកនេះដល់ថ្ងៃពិធីហើយខ្ញុំបានអីស្លៀកទៅចូលរួមពិធីទៅណោះអ្នកណាទូរស័ព្ទមកអញ្ចេះអាឡូ អាឡូនាងមានអីស្លៀកហើយនៅបើនៅទេឆាប់ចុះមកអង្ក្រោមមកខ្ញុំនាំនាងទៅទិញសម្លៀកបំពាក់ ប៉ិតមែនទេចាំតិចខ្ញុំចុះទៅឥឡូវហើយខ្ញុំថានៅហាងនេះរ៉ូបថ្លៃណាស់យើងទៅទិញកន្លែងផ្សេងវិញទៅអី កុំបារម្ភអីខ្ញុំមានបានបញ្ចុះតម្លៃរហូតដល់ 90% ឯណោះ មានហាងខោអាវបញ្ចុះតម្លៃច្រើនបែបនេះមែនទេ មែនហើយនាងរើសទៅខ្ញុំជាអ្នកចេញលុយឲ្យទៅចុះ ប៉ិតមែនទេ ខ្ញុំនិយាយម៉ាត់ណាគឺម៉ាត់នឹងហើយ បើអញ្ចឹងម៉ូតនេះស្អាតទេចាម៉ូតនេះទើបតែមកដល់ទេអ្នកនាងបានអ្នកនាងពេញចិត្តអ្នកនាងអាចលក់បានបើអញ្ចឹងខ្ញុំយកមួយនេះចុះចាសូមចេញលោកចាខោអាវនៅខាងនេះចាអ្នកនាងកុសលមកខ្ញុំតិចមើលខ្ញុំមកស្លៀកបែបនេះស្អាតទេកុសលណែកុសល អូហូបានស្អាតខ្លាំងណាស់ បើអញ្ចឹងខ្ញុំយកមកឈុតនេះចុះចាសូមចេញទៅគិតលុយនៅខាងនោះអ្នកនាងចាខ្ញុំអរគុណឯងហើយដែលបានទិញរ៉ូបនេះមកឲ្យខ្ញុំ នាងឈប់ហៅខ្ញុំតែឯងទៀតទៅបានទេ ហេតុអីឯងអាយុតិចជាងខ្ញុំហេតុអីហៅខ្ញុំបែបនេះមិនបាន ចាត់ទុកតែខ្ញុំសុំនាងទៅចុះព្រោះចាប់ពីស្អែកនេះទៅខ្ញុំអាចនឹងមិនមកជួបមុខនាងទៀតទេ បានលោកទៅចុះស្អែកជួបគ្នា ស្អែកជួបគ្នា បងតារាឯណាអតីតមិត្តស្រីបងនោះមិនក៏មិនឃើញអាចក្បាលមកទៀត មិននឹងអាចមកចូលរួមបានទៅពិធីនេះសម្រាប់តែអ្នកដែលមានមុខមាត់តែប៉ុណ្ណោះ មើលចុះនេះទៅគេហៅថាស្រីស្អាតប្រុសសង្ហាពិតមែនម៉ែណើយសំគ្នាពិតមែនហើយ ហេតុអីក៏ពួកឯងអាចមកចូលរួមពិធីនេះបាន ហេតុអីចូលមកមិនបានសន្តិសុខដែលនៅខាងក្រៅក៏គ្មានអ្នកណាមកចាប់ពួកយើងចេញទៅវិញដែរអាយ៉ានាងអ្នកក្រនិងកំឡោះអ្នកក្រថ្ងៃនេះមកចូលរួមពិធីស្លៀកពាក់មើលទៅស្អាតបាតណាស់តាហើយប្រហែលជាទិញគេចម្ពាក់ឬក៏ជួលពីហាងគេហើយមើលទៅព្រោះបើសិនជាទិញលុយទាំងដុំប្រហែលជាមិនអាចទិញបានទេប៉ុន្តែបើសិនជារ៉ូបនេះវាប្រឡាក់បែបនេះប្រហែលជាស័ក្តិសមនឹងនាង នាងធ្វើស្អីហ្នឹងហេតុអីក៏នាងធ្វើបែបនេះ ហេតុអីក្រែងលោកក៏ដឹងដែរថាពិធីនេះស័ក្តិសមតែអ្នកមានកិត្តិយសតែប៉ុណ្ណោះចំណែកលោកនឹងនាងនេះវាមិនស័ក្តិសមមកកន្លែងថ្លៃថ្នូរបែបនេះទេអូយនេះណែអូយខ្ញុំមិនសុខចិត្តទេបងតារាបងត្រូវតែចាត់ការនាងនេះឲ្យអូនអើយក ុំខឹងអីអូនចាំបងហៅសន្តិសុខឲ្យចូលមកចាប់វាទាំងពីរនាក់នេះចេញទៅសន្តិសុខឆាប់ចូលមកអូសពីរនាក់នេះចេញទៅហេតុអីបានជាពួកឯងអោនក្បាលគោរពវាបែបនេះទៅវិញយើងឲ្យឯងចាប់ពួកវាទាំងពីរនាក់នេះចេញណាឮទេអ្នកណាហ៊ានមកអុកឡុកអីនៅក្នុងពិធីនេះឯងចាំមើលចុះពួកឯងទាំងពីរនាក់ស្លាប់មិនខានទេលោកអ៊ំគឺពួកគេទាំងពីរនាក់នេះហ៊ានមកអុកឡុកក្នុងពិធីនេះលោកអ៊ំមើលចុះនាងម្នាក់នេះថែមទាំងហ៊ានមកទះកំភ្លៀងអូនរ៉ាឌីទៀតផងលោកប្រធានហេតុអីក៏លោកប្រធានអញ្ជើញមកពិធីនេះដែរលោកប្រធានហេតុអីបានជាខ្ញុំមកមិនបានក្នុងពិធីនេះខ្ញុំជាអ្នកផ្ដើមគំនិតឲ្យរៀបចំឡើងខ្ញុំមិនបានប្រាប់នាងព្រោះខ្ញុំគិតថាពិធីនេះប្រគល់ទៅឲ្យខាងពិធីការជាអ្នករៀបចំទើបខ្ជិលប្រាប់នាងកុំឲ្យនាងរវល់ច្រើនពេកយ៉ាងម៉េចទៅហើយអាកូនជើងល្អមានរឿងឲ្យទាល់តែបានឯនេះលោកប៉ាលោកប៉ាមានន័យថាម៉េចលោកប្រាប់ខ្ញុំថាលោកជាអ្នកក្រលោកកុហកខ្ញុំមែនទេចានីស្ដាប់ខ្ញុំនិយាយសិនទៅខ្ញុំមិនស្ដាប់អ្វីទាំងអស់ចានីហេតុអីទៅហេតុអីចានីស្ដាប់ខ្ញុំនិយាយសិនចានីលោកក៏មកតាមខ្ញុំលោកសប្បាយណាស់មែនទេដែលមកកុហកខ្ញុំបែបនេះចានីស្ដាប់ខ្ញុំសិនទៅតាមពិតទៅខ្ញុំគ្មានបំណងកុហកនាងនោះទេខ្ញុំក៏រៀបនឹងប្រាប់នាងនៅក្នុងពិធីផ្ទេរតំណែងលោកប៉ាដែរតែចៃដន្យនាងក៏បានដឹងមុនបែបនេះចានីជឿខ្ញុំទៅខ្ញុំមិនកុហកនាងទេបានហើយខ្ញុំឈប់ស្ដាប់លោកអ្វីទាំងអស់កាលពីថ្ងៃមុនលោកថាបន្
បន្ទាប់ពីពិធីជប់លៀងនេះបញ្ចប់លោកនឹងមិនមកជួបខ្ញុំទៀតទេពេលនេះវាដល់ពេលហើយខ្ញុំគិតថាពួកយើងមិនបាច់ជួបគ្នាទៀតទេចាប់ពីពេលនេះទៅបើយើងដើរជួបគ្នាសូមកុំធ្វើស្គាល់គ្នាអី ចេនីលោកប៉ាយ៉ាងម៉េចទៅហើយកូនហេតុអីបាញ់ជាកូនធ្វើទឹកមុខបែបនេះលោកប៉ាពេលនេះតាចេនីនៅណាទៅខ្ញុំទៅរកនាងដល់ផ្ទះដែលនាងនៅក៏មិនជួបមកកន្លែងធ្វើការក៏មិនឃើញទៀនចុះបើគ្រាន់តែរកមនុស្សស្រីម្នាក់ហេតុអីក៏កូនស្មុគចិត្តម្ល៉េះលោកប៉ានិយាយបែបនេះបានន័យថាលោកប៉ាអាចរកនាងឃើញមែនទេលោកប៉ា ឯនេះមិនព្រមធំសោះហើយរឿងនេះមិនមែនជារឿងធំដុំអីទេចាំប៉ាជួយឯងទៅចុះប៉ុន្តែកូនឯងអាចប្រាប់ប៉ាបានទេថាឯងគិតយ៉ាងម៉េចចំពោះចេនីខ្ញុំក៏មិនដឹងដែរប៉ាគ្រាន់តែដឹងថាពេលបាននៅក្បែរនាងខ្ញុំសប្បាយចិត្តណាស់តែពេលដែលគ្មាននាងទេខ្ញុំចេះតែមានអារម្មណ៍ច្បុកច្បល់រកថាមិនត្រូវទេលោកប៉ានេះគេហៅថាជាអារម្មណ៍ស្នេហាណាកូនគឺមានន័យថាកូនកំពុងតែលងស្រឡាញ់នាងហើយចុះលោកប៉ាថាយ៉ាងម៉េចដែរបើសិនជាខ្ញុំស្រឡាញ់ចេនីមែននោះប៉ាមិនបានបដិសេធទេកូនម្យ៉ាងប៉ាមើលទៅចេនីក៏ជានារីល្អដែរបើទោះបីជានាងមានអាយុច្រើនជាងកូនក៏ពិតមែនប៉ុន្តែរឿងនេះវាមិនសំខាន់នោះទេអ្វីដែលប៉ាចង់ឃើញនោះគឺកូនអាចរស់នៅជាមួយមនុស្សដែលកូនស្រឡាញ់និងសាងសុភមង្គលនោះគឺគ្រប់គ្រាន់ហើយអរគុណលោកប៉ាណាស់ដែលលោកប៉ាមិនប្រកាន់រឿងនេះមិនអីទេកូន ហេតុអីបានជាចិត្តខ្ញុំចេះតែគិតដល់គេខ្លាំងម្ល៉េះចានីអើយរវាងឯងនិងគេនៅក្នុងចិត្តនេះគ្មានវាសនាទេគេជាហងនៅលើមេឃចំណែកឯងគ្រាន់តែជាចន្លេនដីប៉ុណ្ណោះធ្វើម៉េចអាចជួបគ្នាបាននោះណាស់ហើយឈប់គិតពីគេទៅ ចេនី ចានីអើយនេះឯងនឹកដល់គេដល់ថ្នាក់ព្រិលភ្នែកមើលឃើញរូបគេផុសទាំងកណ្ដាលថ្ងៃបែបនេះផងអី ចេនីនាងមិនមែនព្រិលភ្នែកទេគឺជាខ្ញុំជាកុសលនោះអី គឺខ្ញុំទៅសិនហើយ ចេនីឈប់កិច្ចពីខ្ញុំទៅនាងដឹងទេខ្ញុំរកនាងពិបាកណាស់ទម្រាំតែបានជួបនាងចង់កិច្ចមកខ្ញុំទៅណាទៀតនាងដឹងទេចាប់តាំងពីនាងចាក់ចេញមកមិនដែលមានថ្ងៃណាដែលខ្ញុំមិននឹកនាងនោះទេឬមួយក៏នាងមិននឹកខ្ញុំទេ អើយមែនខ្ញុំមិនដែលនឹកលោកទេ កុហកមិញនេះអ្នកណានិយាយថានឹកគេឡើងព្រិលភ្នែកមើលឃើញរូបគេផុសទាំងកណ្ដាលថ្ងៃបែបនេះនាងនិយាយមិញនេះហើយមិនក៏ពេលនេះទៅជាបែបនេះទៅវិញ ចាប់បាត់ហើយមិញនេះធ្លុយមាត់និយាយអស់ស្មានថាសម័យកណ្ដាលថ្ងៃតែអាគាត់នេះក៏ចាប់ដែរបាត់ដឹងអញ្ចឹងហើយនៅសួរធ្វើអីទៀតតែណ៎ហើយចុះបើជ្រុលជាងហើយធ្វើងបន្តទៀតឲ្យគេតាមលួងក៏មិនអីដែរលោកលើពីពេលណា គឺនៅពេលដែលខ្ញុំឈរនៅត្រង់នោះអីចេនីសូមនាងអនុគ្រោះឲ្យខ្ញុំផងទៅខ្ញុំគ្មានចេតនាកុហកនាងទេចំណែករឿងអ្នកមានអ្នកក្រចាស់ឬក៏ក្មេងអីនោះក៏ខ្ញុំមិនដែលគិតដែរសំខាន់បេះដូងខ្ញុំបានប្រាប់ថាខ្ញុំពិតជាស្រឡាញ់នាងឮទេខ្ញុំស្រឡាញ់នាង ខ្ញុំមិនមែនថ្លង់ទេខ្ញុំស្ដាប់ឮហើយប្រាំងស្រែកម៉េចតែយ៉ាងណាចំពោះលោកប្រធានវិញនោះ ចំពោះខ្ញុំគ្មានអ្វីត្រូវចំទាស់នោះទេបើសិនជាចេនីយល់ព្រមធ្វើជាកូនប្រសាររបស់ខ្ញុំនោះខ្ញុំនឹងរៀបចំឲ្យអធិកអធមរួមជាមួយនឹងការប្រកាសផ្ទេរតំណែងអគ្គនាយកនៅថ្ងៃតែមួយតែម្ដង ខ្ញុំ យល់ព្រមទៅណាចេនីខ្ញុំសន្យាថានឹងធ្វើឲ្យចេនីក្លាយជាស្រីដែលមានសំណាងជាងគេនៅលើโลกនេះ ចាបានខ្ញុំយល់ព្រមហើយ ល្អណាស់សម្រាប់ថាកូនទាំងពីរនឹងក្លាយជាប្តីប្រពន្ធនឹងគ្នាឆាប់នេះបន្ទាប់ពីចេនីនិងកុសលបានក្លាយជាប្តីប្រពន្ធនឹងគ្នាហើយនោះអ្នកទាំងពីរមានកូនដល់ទៅ3នាក់កាន់តែធ្វើឲ្យជីវិតគ្រួសាររបស់ពួកគេទាំងពីរនាក់កាន់តែមានសុភមង្គល